មនុស្សជោគជ័យគេមើលឃើញថាសេចក្តីសុខនិងសេចក្តីទុក្ខកើតចេញពី8ប្រភពហើយគេព្យាយាមថ្លឹងថ្លែងចំណុចទាំងអស់នេះនៅក្នុងជីវិតរបស់គេនោះគឺផ្លូវរាងកាយផ្លូវស្មារតីផ្លូវសម្ព័ន្ធសង្គមផ្លូវគំនិតផ្លូវហិរញ្ញវត្ថុផ្លូវសម្ព័ន្ធបរិយាកាសផែនដីផ្លូវអារម្មណ៍និងផ្លូវសម្ព័ន្ធគ្រួសាររីឯមនុស្សធម្មតាវិញភាគច្រើនគេមើលឃើញថាសេចក្តីសុខនិងសេចក្តីទុក្ខកើតចេញពីផ្លូវហិរញ្ញវត្ថុតែប៉ុណ្ណោះដូច្នេះហើយគេធ្វើគ្រប់យ៉ាងផ្ដោតទៅលើហិរញ្ញវត្ថុជាចម្បងដោយមិនខ្វល់ពីផលប៉ះពាល់អវិជ្ជមានផ្សេងទៀតឡើយមនុស្សជោគជ័យគេយល់ឃើញនិងទទួលយកការពិតប្រាកដថាខ្លួនគេគឺជាម្ចាស់ជាអ្នកដឹកនាំជីវិតខ្លួនឯងហើយទទួលយកនូវលទ្ធផលគ្រប់យ៉ាងសម្រាប់ជីវិតគេរីឯមនុស្សធម្មតាវិញគេមិនបានទទួលខុសត្រូវដឹកនាំជីវិតរបស់គេទេហើយតែងតែបន្ទោសអ្នកនៅជុំវិញខ្លួននិងព្រមលិខិតចំពោះលទ្ធផលមិនល្អរបស់ខ្លួនទៅវិញមនុស្សជោគជ័យគេដឹកនាំជីវិតខ្លួនឯងឯករាជ្យម្ចាស់ការមានគោលបំណងធំនិងមានសមត្ថភាពគ្រប់គ្រងត្រឹមត្រូវច្បាស់លាស់រីឯមនុស្សធម្មតាវិញគេមិនបានដឹកនាំជីវិតរបស់គេដោយឯករាជ្យម្ចាស់ការទេហើយគេក៏មិនមានគោលបំណងនិងសកម្មភាពច្បាស់លាស់សម្រាប់ជីវិតឡើយមនុស្សជោគជ័យគេមានចំណងនិងសកម្មភាពខ្លាំងពិតប្រាកដដើម្បីក្លាយទៅជាបុគ្គលគំរូជាបុគ្គលឆ្នើមជាអ្នកដឹកនាំនិងជាអ្នកមានរីឯមនុស្សធម្មតាវិញគេមិនដឹងខ្លួនថាមានចំណងអ្វី